ច្ចុប្បន្នម្ចាស់អាជីវកម្មជាច្រើនដែលកំពុងតែប្រឈមមុខជាមួយនឹងដៃគូប្រកួតប្រជែងចាហើយបច្ចុប្បន្នគឺការប្រើប្រាស់ AI ការប្រើប្រាស់ technology នៅក្នុងការធ្វើ marketing គឺច្រើនខ្លាំងមែនទែនហើយ business អាជីវកម្មមួយចំនួនគឺអត់ដើរតន់ទេហើយណាមួយក៏គាត់ធ្លាប់គិតថាអាជីវកម្មខ្ញុំគឺមាននៅកន្លែងនេះអត់ចាំបាច់ធ្វើទីផ្សារមនុស្សដើរចេញដើរចូលហើយក៏មានអតិថិជនស្រាប់ដែរដោយឡែកអ្វីដែលសំខាន់បច្ចុប្បន្នគឺដៃគូប្រកួតប្រជែងកាន់តែកើនឡើងហើយអ្វីដែលយើងមានគឺគេធ្វើឲ្យកាន់តែល្អប្រសើរជាងមុនហើយបច្ចុប្បន្នគឺការធ្វើទីផ្សារទៅលើ digital គឺច្រើនសំខាន់មែនទែននៅពេលដែលមនុស្សទៅរកទីតាំងណាមួយក៏ដូចជាអាជីវកម្មណាមួយផលិតផលសេវាកម្មណាមួយគឺគេតែងតែសិក្សាស្វែងយល់អំពីប្រភេទអាជីវកម្មហ្នឹងតាម online ជាមុនសិនមុននឹងគេចូលទៅក្នុងទីតាំងឬក៏ចូលទៅចុះឈ្មោះប្រើប្រាស់សេវាកម្មចាអញ្ចឹងម្ចាស់អាជីវកម្មជាច្រើនដែលកំពុងតែងាកមករកតាក់ទងទៅនឹង digital marketing ហើយមួយ media កំពុងតែផ្ដោតសំខាន់ទៅលើការជួយទៅលើទីផ្សារលើ online ទៅដល់ម្ចាស់អាជីវកម្មដែលគាត់ធ្លាប់គិតថាអូយគាត់មានសេវាកម្មក៏ដូចជាមានអីដែលល្អហើយប៉ុន្តែគឺមាននៅទីតាំងហើយអត់ចាំបាច់ធ្វើទីផ្សារតាម online ទេជាពិសេសគឺសាលាអញ្ចឹងបងប្អូនអរគ្នាបច្ចុប្បន្នគឺដៃគូប្រកួតប្រជែងក៏ដូចជាអាជីវកម្មជាច្រើនកើតឡើងហើយសាលាក៏ដូចគ្នាដែរសាលាកើតឡើងប្រងព្រាតហើយមាតាបិតាគឺគាត់អត់ដឹងថាតើជ្រើសរើសសាលាណាឯងអញ្ចឹងមុននឹងគាត់ទៅដល់សាលាគឺគាត់ search មើល online ចាថាតើ online នៅលើ online ហ្នឹងសាលាកំពុងដំណើរការមិនដែរហើយដល់ពេលយើងអត់មាននៅលើ online អាណាព្យាបាលប្រើតែកុំព្យូទ័រប្រើតែទូរស័ព្ទទៅលើការស្វែងរកសាលាឲ្យកូនគឺគាត់អត់ឃើញយើងទេអញ្ចឹងហើយបច្ចុប្បន្នសាលាគឺភាគច្រើនគឺគាត់កំពុងតែងាកមករកទីផ្សារ online ទៅដល់អតិថិជនមុនអតិថិជនមកហៅគាត់ចាអញ្ចឹងបងដែលជាម្ចាស់អាជីវកម្មកុំភ្លេចតាក់ទងមកមួយ media បើសិនជាចង់ស្វែងយល់អំពីសេវាកម្មដែលផ្ដោតទៅលើការធ្វើទីផ្សារការ build ការកសាងនៅទំនុកចិត្តសម្រាប់អាជីវកម្មសម្រាប់សេវាកម្មរបស់លោកអ្នកមុននឹងអតិថិជនទៅដល់ទីតាំងហើយជាពិសេសសាលាដែលចង់បង្កើននៅទំនុកចិត្តបង្ហាញអំពីសេវាកម្មខ្លួនឯងបង្ហាញអំពីគុណតម្លៃខ្លួនឯងទៅកាន់អាណាព្យាបាលមុននឹងអាណាព្យាបាលសម្រាប់ចិត្តអញ្ចឹងយើងត្រូវតែមានទំនាក់ទំនងជាមួយនឹងអាណាព្យាបាលជម្រាបប្រាប់គាត់អំពីសេវាកម្មរបស់យើងជម្រាបប្រាប់គាត់អំពីអ្វីដែលយើងមានភាពល្អប្រសើរចាអញ្ចឹងបងប្អូនអរគុណកុំភ្លេចតាក់ទងមកមួយ media គឺយើងមានសេវាកម្មគ្រប់គ្រងទៅលើ page អាជីវកម្មចាមានទាំង Facebook page TikTok YouTube ហើយមួយវិញទៀតគឺយើងមានការផលិតមាតិកាមិនថាវីដេអូមិនថា design ចាមានការរៀបចំយុទ្ធសាស្ត្រហើយជាមួយនឹងការអនុវត្តនៅយុទ្ធសាស្ត្រមួយហ្នឹងជូនដល់បងប្អូនអ្នកគ្នាតែម្ដងហើយយើងក៏ជួយទៅដល់ការ book page book TikTok ជូនបងប្អូនអ្នកគ្នាផងដែរចាអរគុណច្រើនបងប្អូនអ្នកគ្នាយើងមានសេវាកម្មផ្សេងទៀតផងដែរកុំភ្លេចតាក់ទងមកមួយ media ដើម្បីទទួលបាននៅការប្រឹក្សាយោបល់ដោយឥតគិតថ្លៃចាអរគុណច្រើន